អូទី2ក្រែប្រាប់យើងថាមកដល់ហើយមិនក៏ពីនេះហើយនៅតែមិនតន់ឃើញទេបើតាមការគិតគេជិតដល់ពេលសម្រាប់កូនហើយសមាជិកថ្មីនេះនឹងហៅយើងថាលោកអ៊ំប្រហែលជាបងទី2ខ្លាចប្រពន្ធទ្រាំនឹងរលាក់មិនបានទើបមិនហ៊ានធ្វើដំណើរលឿនពួកឯងរកស៊ីប្លន់ទ្រព្យសម្បត្តិគេក្នុងពិភពគុណអំបញ្ញមែនតែខ្សែខ្ទេចពួកឯងក៏ឃើញដែរយើងគ្មានយកទ្រព្យសម្បត្តិអីមកជាមួយទេមិនចាំបាច់លះបង់ទេយើងរងចាំនៅប្រុសពិតមែនព្រមមានគេរកស៊ីជាមួយនឹងពួកយើងអរេបងជ្រូកបន្តិចទៀតនេះវាងាប់ទៅហើយអាចប្រាប់វាដឹងក៏គ្មានបញ្ហាដែរឥឡូវយើងប្រាប់ឯងតាមត្រង់ចោះគឺទ្រព្យសម្បត្តិឯងលាក់ពាក់កណ្ដាលទ្រព្យសម្បត្តិហើយថ្ងៃនេះបើសិនជាឯងមិនងាប់យើងប្រកាសជាគ្មានអីលិតអេឡាញឆាប់រាប់តែកុំខ្វល់នឹងអូនសន្យាជាមួយគ្នាហើយមិនទៅចោលគ្នាទេអេឡាញយ៉ាចំជាសម្ដៅដល់ហើយការកូនម្ដងដល់ទៅពីនេះផងណោះថយចេញកុំបាក់គេឬទៅបើឯងចង់យ៉ាងម៉េចហ៎ចាលេងទៅអេឡាញយីនោះយីនោះเนี่ยសត្វទាំង12បើក្របាយចេញមកហើយកុំសម្រាប់ដូចជាសត្វដើមនៅក្នុងស្នូលអ្នកខានយានមិនគណទីនេះខ្ញុំអរគុណលោកហើយខ្ញុំមិនមែនមកជួយវាយពួកលោកទេមិនបានជាពួកលោកទៅពីមកទីនេះដែរពួកខ្ញុំណាត់ពួកវាមកទីនេះណាត់មកទីនេះមិនខុសទេគឺមានគេបង្ហាញផ្លូវមកមែនទេអ្នកណាប្រាប់លោកថាខ្ញុំរងចាំគេនៅទីនេះគឺខ្ញុំបានសន្យាជាមួយគេរួចហើយមិនប្រាប់ឈ្មោះគេជាដាច់ខាតនិយាយឬមិននិយាយវិជាគុណខ្ញុំមិនដល់លោកទេតែស្គាល់ពាក្យថាគោរពសម្ដីទោះបីជាអ្នកខានប្រើកម្លាំងយ៉ាងណាក៏ខ្ញុំអាចប្រាប់ឈ្មោះគេដូចគ្នាដែររឿងនេះពិតជាចម្លែករឿងមួយທາງគេប្រើល្បិចពងពីងដែរពួកឯងសម្រាប់យើងពីរនាក់បានយើងសុំបោះលេងកូនយើងទៅហេមិនបានជាដាច់ខាតស្មានថាពួកយើងគឺជាមនុស្សភ្លើបែបនេះអាពួកចរៃនេះធំឡើងវាមិនសងសឹកជាមួយនឹងពួកយើងទៅហើយទេនិយាយត្រូវណាស់ហាក៏គ្មាននោះមុនទៅកុំគាត់មកដល់ហើយនាងវិជានាងម្ចាស់ទី2វាមានបុផហើយឯងស្គាល់យើងគឺតែនាងទី2ល្បីពេញពិភពគុណណាមិនស្គាល់ពួកខ្ញុំមន់ហើយនឹងជ្រូកក្រុមតារាទាំង12សូមគោរពម្ចាស់វិមានទី2សូមគោរពម្ចាស់វិមានទី2អ្នកណាចង់ជួបថាចម្លែកដូចឯងណែរូបភាពពួកខ្ញុំអាក្រក់ម្ចាស់វិមានកុំសាច់ចំអកអីការពិតគឺចេះទេពួកខ្ញុំគ្រាន់តែចាត់ការជំនួសម្ចាស់វិមានបុផាថាម៉េចពួកខ្ញុំនឹងថាស្រីនេះជាជនក្បត់វិមានបុផាតែខ្ញុំក្បត់នឹងបាក់ម្ចាស់វិមានចង់បានជីវិតពួកគេទើបពួកខ្ញុំមកចាត់ការសម្រាប់ពួកគេចារឿងវិមានបុផា
មិនបាច់ច្បាស់ពួកឯងចេះដឹងរឿងទាំងអស់នេះទេធ្វើបាបគេឲ្យមានរបួសធ្ងន់មិនបាច់បន្តរស់ទេយល់ដល់ពួកឯងមានគេឈ្មោះក្នុងពិភពគុណនាំគ្នាចាត់ការខ្លួនឯងទៅម្ចាស់វិមានទី2ម្ចាស់វិមានទី2សូមវល់លើកលែងកូនខ្ញុំផងគ្មានមិនដឹងអ្វីនោះទេខ្ញុំសូមវល់លើកលែងពួកគេផងម្ចាស់វិមានទី2ម្ចាស់វិមានទី2គួរឲ្យស្រឡាញ់ដល់ហើយបើជាកូនរបស់យើងពិតជាគួរឲ្យល្អណាស់ជាងហ្វុងហេតុអីធ្វើបែបហ្នឹងហេតុអីព្រោះខ្ញុំស្រឡាញ់គេស្រឡាញ់វាបងស្រីយើងអត់ជាងវាត្រង់ណាលោកត្រូវរបួសបងស្រីជួយព្យាបាលលោកមិនដែលធ្វើដាក់អ្នកណានោះទេចំពោះគាត់តែលោកបែរជាជំរុញស្រីបំរើគាត់វិញគុណរបស់អ្នកដែលបានជួយខ្ញុំមិនភ្លេចទេខ្ញុំក៏មិនមែនជាមនុស្សរមើលគុណដែរគ្រប់យ៉ាងខ្ញុំចង់ចាំនៅក្នុងបេះដូងស្នេហានិងគុណបំពីផ្សេងគ្នាខ្ញុំស្រឡាញ់គ្នាជាមួយយាកនោះគេល្អចំពោះខ្ញុំយល់ជំរឿចិត្តខ្ញុំគេស្រឡាញ់អ្វីជាខ្ញុំលោកឃើញទង្វើល្អរបស់គេតែលោកមានស្គាល់ចិត្តខ្ញុំទេម្ចាស់វិមានទី2ការពិតម្ចាស់ធ្វើល្អនឹងគេមិនបានស្អីស្រឡាញ់ស្អីមិនបានបើមិនមែនពីតូចមកយើងដដើមគាត់រហូតតើបយើងមានវិបត្តិសេរីយើងធ្វើមិនបានទេអេឡានម្ចាស់ទី2ខ្ញុំសូមវល់ចុះជួយជីវិតអ្នកប្រចាំផងទៅតាមជាកូនរបស់ម្ចាស់ពិតជាអាចជួយគាត់បានមែនហើយយើងអាចជួយគេបានឯងខំលើលោកនេះគ្មានអ្នកណាអាចជួយគេបាននោះទេបងស្រីបងមកតាំងពីពេលណាយើងតែមកដល់ទេតែសម្ដេចដែលឯងមិនចង់ឲ្យយើងលឺយើងលឺអស់ហើយម្ចាស់ស្រីធំទាំងអស់ជាកំហុសរបស់ខ្ញុំជាអ្នកតាក់ទងគាត់មុនសូមបងម្ចាស់ស្រីធំដល់ឲ្យអ្នកប្រចាំទៅហ៊ានហាប់មាត់តវ៉ាទៀតផងខ្ញុំឯងទៅស្លាប់បានហើយចាម្ចាស់ស្រីធំអ្នកប្រចាំពេលខ្ញុំស្លាប់បាត់លោកកុំភ្លេចមកម្ចាស់ស្រីធំគាត់មានចិត្តឲ្យលោក